ពីដើមមកដែលខ្ញុំកើតមកយើងព្រឹកឡើងចេះយើងទៅជីដល់ពេលថ្ងៃឡើងដល់ពេលក្តៅទៅក្តៅតាមធម្មតាយើងទៅ The Tonle Sap is not just the heart of Cambodia, but the very source of life. It is a sanctuary and lifeline for millions of Cambodians who have depended on its waters since the ancient times. For generations, the lake has nourished communities, sustained biodiversity, and shaped the rhythm of life across Cambodia. Nè lỡ cái khai sài nè mùi,ដល់ពេលអ្នកកំពុងភ្លុកយើងមានតែទៅនេសាទទៅរកនេសាទវា 90% យើងទៅនេសាទកណ្ដាលទន្លេកណ្ដាលអុយគឺបានត្រីកញ្ចុះត្រីកន្ទុយមឿនទៅក៏ត្រីច្រវាពោត្រីចាញ់ច្រាស យើងមានសត្វមានត្រីមានជីវៈចម្រុះជាច្រើនហើយមានទេសភាពស្អាតអញ្ចឹងលើកថ្ងៃទាំងជំនាញទាំងសហគមន៍គឺយើងមានការឈ្មោះឈ្មោះទៅមុខទៀតដើម្បីការពារជីវៈចម្រុះនេះដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ But today, this beauty and abundance are facing serious threats from climate change, environmental degradation, and growing anthropogenic pressures. Changing water flows, declining biodiversity, and increasing pressure on natural resources are affecting both ecosystem and the communities who depend on it. Càng muốn nhôm nẹt này xa đại cõi máu cô chô với ca nghe chia tây chia này đã nâng máu cô từ ca tới ọt bàn này xa thiệt rồi nhưng ban phải mang lô để mà đo nghe chuôn thì ban một đọc lâu tới chuôn thì ăn đọc thôi gì tư mà tại mình lư nâng vượt ban chăng nè này hạt ban đọc lâu không phù xong thì ăn đọc lâu là ngay nó sẽ chỉ vượt cầm sọt bỏ nẹt này xa chuột liêng chuột chu chuột cô và ngày cái đau chăng ngày cái đau chạy chăng ពីដើមមកយើងរោចិត្តដល់ពេលសប្តាហ៍ថ្ងៃយើងរោឆ្ងាយទៅឆ្ងាយបានយើងបានផលយើងបានមានពីមុនដែរមួយចុះទៅយើងអាចបានតាណាដល់ពេលសងៃអត់ទេពេលមិនបានផ្លូវឆ្ងាយទៅឆ្ងាយទេមិនសាំងអត់ច្រើនទេអត់បានផលទេអត់បានត្រីមកទេបើអ៊ំទៅហើយកក់កើជាប់ពីមុខមកក៏ប្រឹងលូទៅក្រាមទៅធ្វើម៉េចឲ្យតបានដល់ផ្ទះដល់ត្រើយបតនាធ្លាក់ដល់ខ្យល់ខ្លាំងយើងទៅមិនរួចចុះអុក ពីដើមមិញយើងរោត្រឹមតែ30ដៃឬមួយក៏40ដៃយើងចាប់បានត្រីរាប់រយគីឡូតែដល់រឿងថ្ងៃយើងហ៊ានរោប៉ុណ្ណោះអត់បានទេអូន ទឹកគឺប្រែប្រួលពីមុនមកពីឆ្នាំតែខ្ញុំនៅពី8ជាង9ជាងដល់ឆ្នាំ2010 2011 12ទឹកចាប់ដើមប្រែប្រួលអានឹងដោយសារអីយើងអត់ដឹងណា យើងនិយាយថាប្រែប្រួលការតែបើការគិតរបស់គាត់គាត់ថាឥឡូវដូចខែប្រាំងរៀងយូរដូចទឹកយើងចាប់ដើមរាក់ទៅអញ្ចឹងនេសាទចាប់ដើមតិចទៅបឹងទន្លេសាបយើងគិតហើយបឹងអត់រីទេបើកណ្ដាលប្រជាជនច្រើនអញ្ចឹងបើគិតមុខបរតែមួយគិតតែនេសាទទាំងអស់គ្នាអញ្ចឹងមុខបររបស់គាត់អត់មានរីកចម្រើនអាជីវភាពរបស់គាត់ក៏អត់ទៅមុខដែរ កំណើនប្រជាពលរដ្ឋបាទគឺមានច្រើនពេលនោះហើយដែលធ្វើឲ្យតម្រូវការស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋក៏ត្រូវការកើនឡើងដែរប្រជាពលរដ្ឋបង្ខំចិត្តបាទទន្ទ្រានយកដីព្រៃលិចទឹកធ្វើជាស្រែនិងធ្វើស្រែបង្កើនរដូវពេលដែលធ្វើស្រែបង្កើនរដូវជាច្រើនហើយនៅតែមិនគ្រប់គ្រាន់ទៀតនោះគាត់នឹងធ្វើរបរកសិកម្មនេះដោយប្រើជីគីមីជាច្រើន ការប្រើប្រាស់ថង់ប្លាស្ទិកនិងសម្បកកំប៉ុងផ្សេងៗហ្នឹងធ្លាក់ចូលនៅតាមដងស្ទឹងនាំមកចូលបឹងទន្លេសាបធ្វើឲ្យមានការពុលទឹកទន្លេសាប ក្នុង
ក្នុងទឹកទន្លេសាបយើងភាគច្រើនយើងមើលឃើញសម្បូរដើមកប្លោកបាទដើមកប្លោកនេះលូតលាស់លឿនណាស់បាទជាពិសេសនៅពេលទឹកឡើងកាន់តែធំកប្លោកកាន់តែច្រើនបាទទឹកតូចកប្លោកតិចពេលទឹកទន្លេស្រកវានឹងមកប្រមូលផ្ដុំនៅទន្លេសាបដែលធ្វើឲ្យយើងពិបាកធ្វើដំណើរបំផុតបាទហើយមួយចំនួនទៀតវានៅទៅលើដីគូកកាលណាវានៅទៅដីគូកមុននឹងក្រោយវាត្រូវងាប់បើមានភ្លើងអីអាចឆេះកប្លោកហ្នឹងឆេះព្រៃយើងបាទ Recognizing these alarming changes to the Tonle Sap Lake, Cambodia has been actively implementing a series of responsive measures. From ecosystem restoration and sustainable livelihoods to stronger coordination and climate resilience. Efforts are underway to protect the future of the Tonle Sap. រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដាំស្ដារព្រៃលិចទឹកឡើងវិញនៅជុំវិញតំបន់បឹងទន្លេសាបពិសេសគឺនៅតំបន់3ដែលជាតំបន់ការពារព្រៃលិចទឹកអាជ្ញាធរទន្លេសាបបានធ្វើកិច្ចការជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីចុះទៅពិនិត្យផ្ទាល់អំពីទីតាំងមូលដ្ឋានដែលត្រូវដាំស្ដារព្រៃលិចទឹកឡើងវិញទន្ទឹមនឹងការធ្វើកិច្ចការងារជាមួយនឹងអាជ្ញាធរមូលដ្ឋានខេត្តហើយអាជ្ញាធរទន្លេសាបនឹងធ្វើការជាមួយនឹងមន្ទីរពាក់ព័ន្ធក្រសួងពាក់ព័ន្ធហើយនឹងស្ថាប័នជំនាញមួយចំនួនទៀតដែលពាក់ព័ន្ធជាមួយនឹងការងារដាំព្រៃលិចទឹកឡើងវិញសម្រាប់មន្ទីរបរិស្ថានមួយនៅតាមខេត្តគឺជាផែនការរបស់ក្រសួងតម្រូវឲ្យបណ្ដុះកូនឈើបាទ 100000 ដើមក្នុងមួយឆ្នាំអញ្ចឹងនៅផ្នែកព្រៃលិចទឹកបាទក៏យើងមានផែនការបណ្ដុះ 20000 ដើមក្នុងមួយឆ្នាំដែរតែទោះយ៉ាងណាក៏យើងដាំមិនបានគ្រប់កន្លែងដែរបាទទោះចេះកាលពីកន្លងមកចេះច្រើនដែរអញ្ចឹងការលំបាកគឺយើងខ្វះខាតសហួយមួយចំនួនក្នុងការដាំ យើងទាំងអស់គ្នាត្រូវចូលរួមរកមធ្យោបាយបែបម៉េចដើម្បីឲ្យប្រជាជននៅក្នុងតំបន់នេះក៏អាចប្រកបរបរអាចរកអីផ្សេងដែលអាចប៉ះពាល់ត្រឡប់មកវិញក្នុងនាមទីទេសចរយើងមានកិច្ចការងារជាច្រើនដែលជួយទៅដល់សហគមន៍ក្រសួងទេសចរជាពិសេសឯកឧត្តមរដ្ឋមន្ត្រីបានរៀបចំឲ្យមានស្តង់ដារ homestay មានស្តង់ដារបៃតងជាពិសេសស្តង់ដារបៃតងនេះហើយដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយនិងចូលរួមក្នុងការថែរក្សាបរិស្ថាននេះគាត់ដំបូងគាត់ដឹងថាការប្រែប្រួលអាកាសធាតុហ្នឹងវាប៉ះពាល់ដល់គាត់ទេអញ្ចឹងនេសាទចាប់បានតិចទៅអញ្ចឹងគាត់អត់គិតអីនឹងធ្វើមិនបានចំណូលផ្សេងទៀតទេបាទអ្នកខ្លះគាត់គិតរឿងបាត់ល្មើសនេសាទឲ្យកាន់តែច្រើនគាត់ធ្វើគិតបាត់ល្មើសនេសាទកាន់តែច្រើនកើនឡើងប៉ុន្តែយើងប្រាប់ពីចំណូលរបស់គាត់ពីអេកូទេសចរពីអេកូទូរីសឹមទៅគាត់ចាប់បានផ្លាស់ប្ដូរមកចំណូលបែបហ្នឹងវិញអញ្ចឹងឥឡូវនេះគាត់ចាប់បានសម្របខ្លួនតាំងពីការធ្វើអេកូទូរីសឹមការកែច្នៃផលិតផលការធ្វើវារីវប្បកម្មហើយការកែច្នៃផលិតផលរបស់គាត់ហ្នឹងឲ្យកាន់តែល្អប្រសើរទាំងនឹងឯងតែគាត់បានសម្របខ្លួនជាមួយនឹងអ្វីដែលការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាក៏ដូចជាជុំវិញពិភពលោកដែរបាទកាលពីមុនខ្ញុំជាវិជានេសាទនៅក្នុងឃុំដូចតែវិជាពលរដ្ឋធម្មតាដែលខ្ញុំក៏ចាប់ផ្ដើមដូរមុខរបរពីការនេសាទទៅធ្វើការងារដឹកជញ្ជូនភ្ញៀវទេសចរមកកំសាន្តមើលព្រៃសហគមន៍មើលបឹងទន្លេសាបហើយមើលថ្ងៃលិចតាំងពីឆ្នាំ2015មកជាពលរដ្ឋនៅក្នុងឃុំនេះគាត់ចេញពីនេសាទខ្លះទៅប្រកបមុខរបរទេសចរហ្នឹងគឺច្រើនដែរយើងទៅនេសាទយើងប៉ះខ្យល់ប៉ះអាឡូកប៉ុន្តែយើងនៅរោមុខរបរទេសចរហ្នឹងវាងាយស្រួលជាងចេញទៅនេសាទ Yet, the scale of the challenges continue to grow. Lasting change will require stronger partnerships, greater investment, and solutions that can be scaled up across communities and landscapes throughout the Tonle Sap region. So there have been numerous consultations on Tonle Sap done by different development partners, and there's always an understanding that there's been a lot going on at project level. So these are generally well-meaning initiatives that have been able to
have some impact over the project period. But when that project ends, then there is no continuity. So there's a need for scaling up some of the initiatives that are working, but bringing in the private sector, and that's what we're really looking to do. Obviously, the private sector can't be involved in every single aspect. There's some elements where government will need to take a stronger lead, notably in sanitation and waste. But private sector is key for continuity. And the need for scale up is because it's such a large area that affects so many of the provinces. There are 6 provinces that we're covering through this project, but there's more provinces that are affected if you think of it in terms of a water catchment. When there's scale, there's also more sustainability, which is what we're looking for, not just short-term impact. ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលបានទទួលនៅសចនលេខ81ចុះថ្ងៃទី31ខែមករាឆ្នាំ2025ដែលអនុញ្ញាតឲ្យក្រសួងបរិស្ថានរៀបចំជាគំនិតព្រួយផ្ដើមនៃការអភិរក្សប្រជាចេរភាពនៃបឹងទន្លេសាបដែលក្នុងនោះគឺយើងបានបង្កើតទៅជាសមាជិកនៃកម្មវិធីចំនួន4ធំបាទអញ្ចឹងទី1គឺយើងនិយាយអំពីសវត្ថកម្មនៃគុណភាពនៃបឹងទន្លេសាបរបស់យើងដោយក្នុងនោះយើងផ្ដោតទៅលើការគ្រប់គ្រងការបំពុលលើបឹងទន្លេសាបគុណភាពទាំងពីទឹកការបំពុលផ្លាស្ទិកទី2គឺយើងការបង្កើនជីវភាពរស់នៅរបស់សហគមន៍ជុំវិញបឹងទន្លេសាបតាមរយៈការបង្កើតជាតំបន់អេកូទេសចរដូចយើងបានឃើញហើយនៅកំពង់ភ្លុកដែលសហគមន៍បានទទួលផលប្រយោជន៍យ៉ាងច្រើនពីការងារហើយនឹងវិស័យទេសចររបស់យើងហើយនឹងជំរុញនៅការជំរើសជីវភាពផ្សេងៗទៀតដើម្បីកុំឲ្យគាត់ដាក់បន្ទុកឬក៏សម្ពាធទៅលើធនធានធម្មជាតិហើយមួយទៀតគឺការស្ដាំស្ដារព្រៃឈើឡើងវិញនៅបឹងទន្លេសាបទាំងព្រៃលិចទឹកក៏ដូចជាការអភិរក្សនៅធនធានធម្មជាតិជីវៈចម្រុះនៅជុំវិញបឹងទន្លេសាបរបស់យើងនេះសមាជិកចុងក្រោយនៃគម្រោងសមាជិកទី4ដែលយើងស្ដារប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាបរបស់យើងតាមរយៈការកម្ចាត់នៅរុក្ខជាតិទឹកដែលជារុក្ខជាតិចង្រៃដែលសំខាន់ទៅដល់ប្រព័ន្ធអេកូឡូស៊ីនៅតំបន់បឹងទន្លេសាបហើយសូមបញ្ជាក់ដែរថាកម្មវិធីនេះគឺជាកម្មវិធីដែលធំមួយដែលយើងមានផែនការអនុវត្តរយៈពេល25ឆ្នាំបាទដែលក្នុងនោះត្រូវការថវិកាប្រមាណជា$350 លានសម្រាប់ការអនុវត្តគម្រោងនេះហើយយើងបានធ្វើការពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយនឹងអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិទាំងអស់ដើម្បីកំណត់ពីសកម្មភាពអត្ថិភាពទាំងឡាយហើយយើងអនុញ្ញាតឲ្យមានគម្រោងទូចបាទដែលជាគម្រោងដែលអាចចូលរួមសម្រាប់ឲ្យបាននៅកម្មវិធីដ៏ធំនេះក្នុងគោលដៅដើម្បីបង្កើនគុណភាពនៃការអភិរក្សនៃបឹងទន្លេសាប The Tonle Sap does not belong to any single individual. It is the shared breath of us all. Protecting the Tonle Sap today means safeguarding livelihoods, biodiversity, culture, and hope for generations to come. Together for the Tonle Sap.